នឹងវាអត់បាត់ទេគឺយើងឆែកតាំងចូលមកទស្សនាលើ channel លេខតបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចែកម្លែកបងប្អូនបន្ថែមទៀតសម្រាប់បងប្អូនជិះឡានព្រុសបញ្ហាមួយបងប្អូនជួនកាលទៅបងជិះទៅបងប្អូនតែបើកមកវាលោតជានេះជាសញ្ញាមួយចំនួនអញ្ចឹងមើលខ្ញុំឃើញឲ្យបងប្អូនឃើញសញ្ញាហ្នឹងថាម៉េចយើងត្រូវដោះស្រាយម៉េចចឹងទីថាដោះស្រាយខ្ញុំនឹងបង្ហាញអញ្ចឹងយើងពេលយើងបើកមកកាលបងប្អូនជិះសុកនេះឡានព្រុសវាអាសាវាមានបញ្ហាអាសាលោតលើអីចឹងណាចឹងអានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយខ្ញុំក៏ចង់ចែកម្លែកជូនបងប្អូនដែរណាកាលណាដែលវាវាតែងតែលុតជាអសបែបហ្នឹងសុកជាសុកហើយនៅលើ screen របស់យើងគឺអត់មានអីលុតមកទេអញ្ចឹងអាហ្នឹងវិធីសាស្ត្រដើម្បីយើងដោះស្រាយខ្លួនឯងជំហានដំបូងបងប្អូនត្រូវទៅមើលទៅលើធុងទឹកស្អំប្រេងម៉ាស៊ីនប្រេងបាតអានេះយើងហ្នឹងហើយនឹងប្រេងប្រាំងអីហ្នឹងយើងបងប្អូនត្រូវមើលអស់ហ្នឹងសិនហើយនឹងមើលភស្តុភារផ្សេងអញ្ចឹងជំហានទី1យើងត្រូវមើលដូចខ្ញុំបញ្ជាក់មកអញ្ចឹងណាហើយខ្ញុំต้องបង្ហាញទីតាំងយើងត្រូវមើលណាហើយខ្ញុំសិនអញ្ចឹងទៅមើលផ្នែកខាងធុងទឹកធុងអីណានេះបងប្អូនឡើយយើងបើកកំប៉ុងម៉ាស៊ីនទៅយើងមើលនេះកន្លែងទឹកស្អំរបស់ hybrid ណាអញ្ចឹងយើងអាចបើកមើលបានថាខ្វះឬក៏យ៉ាងម៉េចអញ្ចឹងណាខ្ញុំបើកទឹកស្អំមើលសិនទឹកស្អំនេះខ្វះអញ្ចឹងវាមានទំនុករបស់វាបងប្អូននេះអានេះពេញអានេះពេញអានេះវាខ្វះមកធ្លាក់ដល់ក្រោមខ្វះអញ្ចឹងវាធ្លាក់ដល់ក្រោមនេះហើយអញ្ចឹងខ្ញុំចាក់ទឹកស្អំនឹងចូលសិនណានេះបងប្អូនទឹកស្អំខ្ញុំប្រើប្រភេទទឹកនេះអញ្ចឹងបងប្អូនអាចទិញបានវិញតែជាង$10ទេអាចទិញបានអញ្ចឹងខ្ញុំថែមវាចូលបងប្អូននេះមិញខ្ញុំផ្ទេដាក់ដបចាក់ហើយខ្ញុំចាក់វាពេញហ្នឹងអញ្ចឹងយើងចាក់អានឹងពេញហើយយើងដាក់វាហើយយើងឆែកមើលទឹកស្អំក្រោមទៀតហើយវានៅខ្វះអត់នេះក៏រៀងខ្វះដែរអញ្ចឹងខ្ញុំចាក់ក្នុងទឹកស្អំទៀតអញ្ចឹងយើងជិះឡានព្រុសវាឆាប់អស់ទឹកចឹងទឹកនេះក៏ចាក់ពេញហើយដែរអញ្ចឹងយើងទៅមើលប្រេងម៉ាស៊ីនបន្ថែមទៀតអញ្ចឹងប្រេងម៉ាស៊ីនយើងនេះកន្លែងនេះមើលប្រេងម៉ាស៊ីនញ៉ាំអត់ប្រេងម៉ាស៊ីនវាកម្រិតរបស់វាខ្វះតិចតួចអីទេអាហ្នឹងប៉ុណ្ណឹងអញ្ចឹងយើងដាក់ចូលវិញទៅប្រេងម៉ាស៊ីនវាអីទេចឹងយើងមើលប្រេងប្រាំងបងប្រេងប្រាំងកម្រិតរបស់វាមានកម្រិតនេះគឺមិននេះថានេះប្រេងប្រាំងអត់មានបញ្ហាទេអញ្ចឹងយើងមើលប្រអប់ប្រព័ន្ធភ្លើងដងកន្លែងនេះកន្លែងពុយស៊ីបរបស់វាដាក់មើលកន្លែងទៅយកពុយស៊ីបខ្លះវាមានបញ្ហាអញ្ចឹងយើងមើលម្ដងមួយទៅគឺបងប្អូនអាចមើលក្នុងនេះបាននេះកន្លែងនេះបងប្អូនត្រូវមើលគឺខាងនេះមានអញ្ចឹង
ចឹងរបៀបមើលពុយស៊ីបខ្ញុំដកពុយស៊ីបទេខ្ញុំយកអ៊ំម៉ាត់មកវាស់វិញចឹងបងប្អូនអាចមានអ៊ំម៉ាត់វាស់បានដែរមានសញ្ញាពាក្យ alert ហ្នឹងបានវាបញ្ជាក់ថាពុយស៊ីបដាច់ឬដាច់ចឹងណាចឹងខ្ញុំដាក់វាស់ពុយស៊ីបម្ដងមួយទៅសញ្ញាហ្នឹងបានន័យថាកាលណាដែលពុយស៊ីបល្អវាលាន់ជាសំឡេងចឹងកាលណាដែលដាច់វាអត់លឺទេចឹងខ្ញុំវាស់វាម្ដងមួយចឹងសម្រាប់ពុយស៊ីបខ្ញុំឆែកមើលអស់ហើយវាមានជាបញ្ហាទេចឹងយើងទៅមើលក្នុងម៉ាស៊ីនម្ដងទៀតបន្ទាប់ពីថែមប្រេងថែមទឹកអន់ទឹកអីហើយយើងទៅមើលក្នុងឡានម្ដងទៀតថាបញ្ហាវាបាត់នៅឬក៏មិនដែរយើងបើអត់តាន់បាត់តឆែកកុំព្យូទ័រមកថែមទៀតអូខេបងប្អូនដល់យើងមើលម្ដងទៀតថាវាបញ្ហាវាបាត់នៅបើក្នុងនឹងវាអត់តាន់បាត់ទេគឺយើងឆែកតាមកុំព្យូទ័រម្ដងដើម្បីរកបញ្ហាកំហុសរបស់វាអូខេឥឡូវវានៅមានបញ្ហាអញ្ចឹងយើងឆែកតាមកុំព្យូទ័រម្ដងណានេះបងប្អូនពេលដែលខ្ញុំ connect ទៅវាមានបញ្ហាច្រើនតែបញ្ហាហ្នឹងគឺវាអត់ទាន់ប្រាប់ detail យើងថាវាមកពីអីទេអញ្ចឹងយើងនឹងឆែកបន្ថែមទៀតតាមបញ្ហាមួយតែពណ៌លឿងណាតាមបញ្ហាលេខកូដនេះគឺយើងនឹងឆែកម្ដងមួយហ្នឹងហើយខ្ញុំឆែកឲ្យចូល hybrid អញ្ចឹងតើវាមាន load អីអត់កូដអីអត់អញ្ចឹង hybrid ដូចជាអត់មានទេអញ្ចឹងខ្ញុំមើលផ្សេងទៀតខ្ញុំមើលនេះអានេះhybrid ដូចគ្នាដែរតើវាមាន load ជាសញ្ញាអត់កូដដែលយើងត្រូវដោះស្រាយវាដាក់ណានដូចគ្នាកូដអត់មានដូចគ្នាត្រឡប់ទៅវិញអញ្ចឹងខ្ញុំមើលនេះ control scratch control នេះថាមានអត់យើងមើលគ្រប់ទាំងអស់ហ្នឹងទៅបើមានលេខកូដអីយើងអាចដោះស្រាយតាមហ្នឹងទៅថាតើបញ្ហាមួយដែលកើតឡើងយើងអាចមើលម្ដងមួយហ្នឹងបើសម្រាប់បងប្អូនដែលមាន software ដើម្បី check រថយន្តបងប្អូនណាយើងអាច check តាម step មួយតាមហ្នឹងទៅអញ្ចឹងឥឡូវវានៅអាហ្នឹងបញ្ហានៅហើយតែខ្ញុំ check អមឃើញលេខកូដមួយនេះលេខកូដ13C1343បានន័យថាវា hydraulic system វាមានបញ្ហាអញ្ចឹងយើងអាច search មើលថានឹងទីតាំងខូចនៅណាយើង search មើលបន្ថែមទៅហ្នឹងតែមួយខ្ញុំ search មើលអញកូដនឹងមើល C 10អីគេ10នេះហ្នឹងយើង search វាទៅបងប្អូនលេខកូដវានេះគេប្រាប់យើងហើយទីតាំងរបស់វាមិនកូដមិនយើងមើលតាម description របស់គេទៅនេះបងប្អូនណាកូដមិញដែលខ្ញុំបញ្ជាក់ថា C1343 ហ្នឹងពាក់ព័ន្ធនឹងប្រាំងអាចប្រាំងខាងស្ដាំមានបញ្ហាប្រេងចូលខ្យល់ឬក៏វាស្បែកប្រាំងវាមានបញ្ហាអីមួយมันវាលោតហ្នឹងអញ្ចឹងយើងអាច check ទៅមើលស្បែកប្រាំងណាប្រព័ន្ធប្រាំងវិញអញ្ចឹងខ្ញុំនឹង check មើលបន្ថែមទៀតបងប្អូនសម្រាប់លេខកូដហ្នឹងគឺវាបញ្ហាកង់ប្រាំងកង់ខាងក្រោយណាអញ្ចឹងខាងក្រោយខាងស្ដាំថាវានេះកង់ក្រោយខាងនេះអាចវាអត់នេះវាព្រេងមកឲ្យអញ្ចឹងយើងអាច check មើលហ្នឹងទៅនេះបងប្អូនឥឡូវខ្ញុំដូរហើយអញ្ចឹងពេលដែលយើងបង្វិលទៅវាជន់ស្រាំងទៅវាអត់ឈប់ហ្នឹងបានន័យថាវាបញ្ហាលេខកូដ1443បញ្ជាក់ជូនបងប្អូនមុនណាអញ្ចឹងខ្ញុំនឹងដោះជួសជុលវាហើយបញ្ហាមកពីប្រេងឲ្យឬក៏មកពីស្បែកប្រាំងវាមានបញ្ហានេះបងប្អូនដោយសារខ្ញុំគិតតែបង្ហូរខ្យល់ច្រើនខ្យល់ចេញមកឥឡូវវាបញ្ហាវាលើកុំព្យូទ័រវាបាត់កា error ហើយលើ screen ក៏វាបាត់ដែរនេះបងប្អូនណាវាលែងមានបញ្ហា load error អីហើយអញ្ចឹងវាបញ្ហាមានតែប៉ុណ្្នឹងកូដណាបងប្អូនអរគុណបងប្អូនសម្រាប់ទស្សនាលើ channel លេងអូតូណា